បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាឥឡូវមករៀនថ្នាក់គណិតវិទ្យាជាមួយលោកគ្រូជាមួយនឹងមូលដ្ឋានគ្រឹះគណិតវិទ្យាតោះឥឡូវក៏សូមមកមើលលំហាត់នេះលោកគ្រូមាន4លំហាត់ឥឡូវលោកគ្រូរំលឹកនៅរួមបន្តិចបើសិនជាយើងមាន a ការ៉េអញ្ចឹងប្រកាសជាស្មើ a គុណនឹង a ចុះបើយើងមាន a គីបប្រកាសជាស្មើ a គុណ a គុណ a បាទណាកន្លែងហ្នឹងចុះបើសិនជាអូនមានដក a សេគុណ n ប្រកាសជាស្មើ a គុណ a គុណចុចរហូតដល់ a n កតាអូខេអញ្ចឹងអានេះគ្រាន់តែជារូបមន្តដែលលោកគ្រូរំលឹកកាលពីវីដេអូមុនតោះឥឡូវយើងមកមើលលំហាត់របស់យើងអញ្ចឹង2ការ៉េគួរឲ្យសេថា2គុណនឹង2កន្លែងនេះបើអូនចេះអូនអាចដាក់4យកគុណ3ការ៉េនេះ3ការ៉េយើងនេះ3ការ៉េយើងហ្នឹងគឺស្មើ3គុណនឹង3អូខេអញ្ចឹង2គុណ2ស្មើប៉ុន្មានអូនស្មើ4ដល់ពេល3គុណនឹង3ស្មើ9អញ្ចឹង4 9ដល់35 1នេះវិធីសម្រាយឥឡូវលោកគ្រូសម្រាយមើលមួយទៀត2ការ៉េគឺយើងយក2គុណនឹង2បាទគុណ3គីបលោកគ្រូដាក់ថា3គុណនឹង3គុណនឹង3មិនបាច់ប្រើវងកញ្ចក់ក៏បានដែរបើប្រើក៏ប្រើទៅវាមិនខុសទោះអីទេអញ្ចឹង2ការ៉េ4បាទដល់ពេល3គុណនឹង3គុណ3នេះវាមានន័យថា27អញ្ចឹងវាស្មើនឹង105 3ឥឡូវយើងមើលលំហាត់កោចឹងលំហាត់កោលោកគ្រូលែងសម្រាយដោយលំហាត់កខទេលោកគ្រូសរសេរបែបខ្លីៗឆាប់យល់កាត់អញ្ចឹងយើងមើល4ការ៉េមានន័យថា4ការ៉េអូនស្មើនឹង4គុណនឹង4អញ្ចឹងស្មើប៉ុន្មាន15មួយអញ្ចឹងអូនដាក់16យកតែម្ដងអញ្ចឹង3ការ៉េនេះ3ការ៉េអូនអាចសរសេរថា3គុណនឹង3អញ្ចឹងស្មើ5 4អញ្ចឹង16បូកនឹង9គឺស្មើនឹង25តោះចុះលំហាត់ខោបាទលំហាត់ខោបងប្អូនរៀនធ្វើដោយលំហាត់ខោដែរហើយទីបន្ទាត់ចម្លើយជាមួយនឹងលោកគ្រូហើយ comment ចម្លើយនៅខាងក្រោមវីដេអូនេះបាទអរគុណច្រើនកុំភ្លេចជួយ share ជួយ like វីដេអូរបស់លោកគ្រូចែករំលែកដល់បងប្អូនសិស្សយើងទាំងអស់គ្នាផងអញ្ចឹងចំពោះអ្នកខ្សោយពិនិត្យណាអរគុណច្រើនបាយបាយវីដេអូលោកគ្រូមានតែប៉ុណ្ណា